សួស្តីអ្នកទាំងអស់គ្នានេះគឺជាដំណើរកម្សាន្តរបស់ពួកខ្ញុំនៅរដូវ Summer នេះគឺពួកយើងទៅលេងKulen Fur នៅក្នុងប្រទេស Sweden ដែលអ្នកនរគ្នាកំពុងតែឃើញនេះឥឡូវយើងបង្ហាញអំពីការធ្វើដំណើរទៅភ្នំទីនោះហើយពួកយើងត្រូវធ្វើដំណើរដោយបើកបរឡានឡើងទៅលើហើយដូចអ្នកទាំងអស់គ្នាឃើញអញ្ចឹងឥឡូវនេះគឺជារដូវ Summerចឹងពួកយើងក៏ធ្វើដំណើរទៅលេងកម្សាន្តនៅភ្នំនៅប្រទេស Sweden ដែលឈ្មោះថា Kulenfur យកឲ្យខ្ញុំសង្ឃឹមថាខ្ញុំហៅឈ្មោះនឹងត្រូវហើយនេះពួកយើងធ្វើដំណើរតាមដងព្រៃគឺជាធ្វើដំណើរស្មើជើងចុះឡើងចឹងដូចអ្នកនរគ្នាឃើញចឹងណាចឹងតែក៏ចង់បង្ហាញអ្នកនរគ្នាថានៅទីនេះស្អាតប៉ុណ្ណាក៏លើកទី1សម្រាប់ពួកខ្ញុំដែលមកទីនេះហើយស្វាមីខ្ញុំគាត់មកច្រើននៅក្នុងប្រទេស Sweden ប៉ុន្តែគាត់ថានេះជាដំណើរកម្សាន្តលើកទី1នៅកន្លែងភ្នំនេះទាំងអស់គ្នាហើយចឹងទៅឃើញគឺទេសភាពស្អាតទាំងអស់គ្នាឃើញវាក៏ធ្វើឲ្យយើងមានអារម្មណ៍ស្រស់ស្រាយយើងក៏ដើរទៅមុខហើយមើល map ផែនទីចឹងណាដូចអ្នកនរគ្នាមើលនៅក្នុងនេះចឹងហើយនៅទីនេះគឺមានដើមឈើពណ៌បៃតងខ្ពស់ស្រស់ស្អាតទឹកហើយមានគេមកហែលទឹកនៅទីនេះទៀតណាហើយចឹងទៅក៏ធ្វើទៅដើរទៅមើលតិចទៀតចឹងណាដូចអ្នកនរគ្នាឃើញហើយណែមើលណែអូយទេសភាពញាក់សាច់មើលទៅស្រស់ស្អាតឃើញមនុស្សហែលទឹកហើយឃើញសិមនុស្សហ្នឹងហែលទឹកហើយភ្នំនោះខ្ពស់ណាហើយសិតតែថ្មយល់ទៅភ្នំនោះគឺថ្មតែម្ដងហើយអញ្ចឹងទៅមើលតាមទេសភាពគឺស្អាតណានៅក្នុងវីដេអូស្អាតប៉ុណ្ណឹងចុះនៅខាងក្រៅស្អាតមែនតើណាអ្នកនរគ្នាអូយដាក់បើមកមើលផ្ទាល់ដូចខ្ញុំចេះគឺពេញចិត្តហើយស្រស់ស្អាតស្រស់ស្រាយជាមួយធម្មជាតិនៅប្រទេសនេះបងហើយនេះពួកយើងធ្វើដំណើរតទៅមុខទៀតដើម្បីទៅដល់គោលដៅដែលពួកយើងបានកំណត់អញ្ចឹងណាខ្ញុំថតវីដេអូធ្វើលេងជាមួយស្វាមីខ្ញុំតិចតួចអញ្ចឹងទៅដើរឡើងភ្នំចុះឡើងក៏វាហត់ដែរតែគ្រាន់តែវាសប្បាយអញ្ចឹងណាពួកឯងមកមួយស្វាមីខ្ញុំគាត់បងខ្ញុំដើរហើយអញ្ចឹងទៅពួកយើងចូលចិត្តធ្វើដំណើរតាមផ្សងព្រេងតាមព្រៃអញ្ចឹងតែមិនមែនមានតែពួកខ្ញុំទេណាគឺសាមើចេះគឺមានមនុស្សមកលេងច្រើនណាមិនថាព្រៃចេះហើយមានតែពួកខ្ញុំអត់ទេមនុស្សច្រើនណាធ្វើដំណើរទាំងក្មេងទាំងចាស់កូនក្មេងឯពួកខ្ញុំដើរតាមផ្លូវនឹងជួបអូគាត់តែនិយាយសួស្ដីនឹងចង់ហត់មាត់ហើយតែនៅទីនេះប្រទេសនេះគឺគេរស់រាយរាក់ទាក់ឲ្យតែឃើញយើងដើរតាមព្រៃអីចឹងទៅគឺគេនិយាយសួស្ដីដាក់ពួកយើងហើយឥឡូវពួកយើងមកដល់គោលដៅហើយខ្ញុំសួរថាឥឡូវយើងឡើងទៅលើទៀតហើយគាត់ថាហ្នឹងហើយយើងទៅឡើងទៅមើលលើទៀតដើម្បីដល់គោលដៅដែលពួកយើងត្រូវតែកំណត់មកមើលនៅទីនេះស្រស់ស្អាតណាឥឡូវនេះពួកយើងបានមកដល់ហើយនេះអ្នកអរឃើញសិតតែថ្មភ្នំហ្នឹងណាឥឡូវស្វាមីខ្ញុំគាត់ឡើងទៅលើហើយនេះពួកយើងបានមកដល់ហើយទេសភាពស្រស់ស្រាយខ្យល់អាកាសបរិសុទ្ធឲ្យលេខ1ហ្មងដែលខ្ញុំអ្នកណែនាំផ្លូវមកអញ្ចឹងណាឃើញមើលអូទេសភាពមានគេហែលទឹកនៅខាងក្រោមហ្នឹងទៀតណាហើយអញ្ចឹងទៅអូមើលទេសភាពញាក់សាច់តែម្ដងបើអ្នកអស់អ្នកបានមកមើលហើយឃើញផ្ទាល់ភ្នែកអីមើលសិនមនុស្សគេមកលេងហើយគេជិះទូកជិះអីចឹងណាហើយអានេះខ្ញុំបាច់ឈ្មោះបាត់ហើយតែវាស្អាតហើយស្វាមីខ្ញុំក៏អង្គុយមើល map ថាទៅផ្លូវណាដើរផ្លូវណាទៀតអីចឹងនាំដើរកាត់ព្រៃអីចឹងទៅតែមិនមែនមានតែពួកខ្ញុំទេណាគឺមានគេដើរគ្រប់គ្នានៅក្នុងព្រៃនេះសុទ្ធតែមនុស្សហ្មងដោយ Summer ហ្នឹងគឺមានគេមកលេងច្រើនហើយនេះគឺជាភ្នំដែលហៅថា Kulenfur តែថាមកលេងបានស្គាល់ម្ដងអញ្ចឹងណាជីឡានឆ្ងាយដែរមុនមកហើយពួកយើងមើលផែនទីដើរទៅមុខទៀតចង់មើលទេសភាពនេះអានេះស្អាតណាមើលក្រៅស្អាតមែនតើពេលបើកថ្ងៃឲ្យចាំងវាវិលអញ្ចឹងនៅលើភ្នំហ្នឹងកំពូលភ្នំខ្ពស់ណាកំពូលភ្នំខ្ពស់ណាមើលឃើញទេសភាពស្រស់ស្អាតអញ្ចឹងហើយមើលនេះអូស្អាតមែនតើឃើញទេឥឡូវពួកយើងនាំគ្នាមើលកន្លែងទិញ ice cream ហើយនៅ coffee ឥឡូវខ្ញុំបាន ice cream ចឹងទៅ
ក៏ស្គាល់ស្កាឃើញអៃស្គ្រីមនេះធំណាហើយពួកយើងស្រស់ស្រាយកន្លែងដែលពួកយើងមកលេងនេះគឺពេញចិត្តតែម្ដងគឺស្អាតតាមគម្រោងគឺស្រស់ស្អាតឥឡូវពួកយើងធ្វើដំណើរចុះទៅវិញឃើញផ្លូវនេះគោឃើញពីពណ៌គោនេះដូចពណ៌កូនឆ្កែអញ្ចឹងពណ៌ខ្មៅហើយនឹងពណ៌សឃើញគោល្អមើលល្អសាច់ញ៉ាំតាខ្ញុំដើរអើយណែក្តៅអញ្ចឹងណាពេលចុះទៅវិញហត់បែកញើសដែរហ្នឹងតែធ្វើមិនដំណើរកំសាន្តចូលចិត្តដើរកាត់ព្រៃមកលេងធម្មជាតិអញ្ចឹងមើលពណ៌គោតោះទៅមុខទៀតឥឡូវស្វាមកខ្ញុំដើរទៅមុខទៀតហើយដើម្បីត្រឡប់ទៅរកកន្លែងឡានផងពួកយើងប៉ុន្តែឥឡូវអត់ទាន់ទៅដល់ទេគង់តែដើរតាមផ្លូវអញ្ចឹងណាទេសភាពថ្ងៃនេះណយផលណាគឺបើកថ្ងៃល្អមែនតើហើយអត់ត្រជាក់ទេក្តៅ27 28អង្សាណាឃើញអញ្ចឹងមើលទេសភាពលើភ្នំអូមើលទេហាឡាញ៉ៃហើយមើលឥឡូវយើងដើរមកដល់នេះហើយយើងមិនដើរទេជិះឡានមកដល់នេះហើយគឺរកកន្លែងផឹកកាហ្វេម្នាក់មួយកែវហើយបានធ្វើតដំណើរទៅមុខទៀតឥឡូវមកដល់មាត់សមុទ្រនេះម្ដងទៀតនេះគឺដើរនេះមកដល់មាត់សមុទ្រនេះហើយស្វាមីរកកន្លែងហាលទឹកបន្តិចអញ្ចឹងណាហាលទឹករួចហើយក៏ទៅអ៊ីឃាដើម្បីហូបឌីនណានៅឲ្យបានដឹងថារសជាតិប្រទេសស្វីដិនហ្នឹងដូចថាអូយមកម្ហូបផ្អែមឡើងពេញទូណាឥឡូវពងគិតថាចង់ហូបអីរើសយកអីឲ្យបានណាអញ្ចឹងណាឥឡូវអរគុណច្រើនសម្រាប់អ្នកនរគ្នាបានមើលវីដេអូនេះពីដើមដល់ចប់អញ្ចឹងណានេះជាដំណើរកម្សាន្តរបស់ពួកខ្ញុំទៅប្រទេសស្វីដិនតាមដងព្រៃភ្នំអីចឹងណាដែលហៅថាប្រទេសដែលមានធម្មជាតិស្រស់ស្អាតផងដែរគូលែនហ្វឺ